នេះគឺជាភាពដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នាក្នុងការធ្វើដំណើរទៅលេងបច្ចុប្បន្នដើម្បីទិញទំនិញបានថោកជាងមុនតាមពិតទៅជាដំបូងគឺខ្ញុំពេលដែលទៅលេងបច្ចុប្បន្នគឺទៅបានទៅទិញនៅហាងមួយហើយម្ចាស់ហាងបានផ្ដល់អំពីវិធីនេះដល់ខ្ញុំមកដែរហើយដូច្នេះគឺបើជាខ្ញុំឃើញថានៅក្នុងហាងនៅក្នុងបច្ចុប្បន្នគឺមានដាក់ផ្លាកនៅពាក្យនេះជាដំបូងគឺនៅក្នុងការទិញទំនិញគឺយើងអាចមើលឃើញពាក្យថា tax free or duty free ដែលនេះគឺសម្រាប់ភ្ញៀវទេសចរមិនទេសចរអឺដែលមកលេងនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេលខ្លីណាមួយហើយអាចទិញទំនិញដោយមកបានគិតពីពន្ធទៅលើការក្លាយដូចជា10%ហើយតាមដែលខ្ញុំសារជាបន្ថែមគឺសម្រាប់ទៅលើ temporary visitor អ្នកទេសចរក្នុងលក្ខណៈជាបណ្ដោះអាសន្នដូចជានៅក្នុងរយៈពេល5-6ខែហើយចំណាយចាប់ពី 5,000 yen ទៅ50,000 yen ចំណាយពី $31 ជាងទៅ $3,000 ជាងជាដើមដែលខ្ញុំគឺមានប្រតិបត្តិអាហារទេខ្ញុំមិនឯកពលនៅក្នុងមួយថ្ងៃអឺហើយយើងក៏ត្រូវតែមានoriginal អឺ passport របស់យើងច្បាប់ដើមឬមួយក៏យើងចូលទៅQR web QR code របស់ជប៉ុនដើម្បី check out ផងដែរហាងជាច្រើននៅក្នុងប្រទេសជប៉ុនគឺមាន system template នេះផងដែរហើយនៅពេលដែលយើងshopping ទៅទិញអីវ៉ាន់គឺយើងអាចមើលទៅលើ logo ថា Japan Tab Free Shop នៅតាមបង្អួចនៅតាមមុខកញ្ចក់ហាងជាដើមឬមួយក៏នៅកន្លែងខាង register កន្លែងគិតលុយមួយចុចបានថាពេលនោះគឺខ្ញុំបានបន្ទាប់ពីទៅលេងនៅតំបន់មួយនោះហើយបន្ទាប់មកក៏បានទៅហាងមួយដែលខ្ញុំភ្លេចឈ្មោះហាងហើយប៉ុន្តែមានរូបសត្វ penguin ហើយក៏បានការសប្បាយរីករាយក្នុងការទិញទោះជាលុយច្រើនណាស់ប៉ុន្តែមានអារម្មណ៍ថាយើងអាចទិញរបស់មួយហើយបន្ទាប់មកយើងមិនបាច់គិតទៅលើពន្ធ10%ដូចជាអ្នកនៅក្នុងស្រុកជាដើមហើយពេលនេះគឺមានអនុស្សាវរីយ៍ជាច្រើនក្នុងការទិញជាមួយអ្នកមកតែដំណើរនៅពេលនោះអញ្ចឹងចូលត្រឡប់ទៅវិញទៅតាមការចែកចាយរបស់ខ្ញុំក៏ដូចជាឧស្សាហ៍បន្ថែមទៀតវិធីក្នុងការយើងទិញនោះគឺមិនមានលក្ខណៈអីស្មុគស្មាញទេគឺងាយស្រួលទេពេលដែលយើងមើលទៅលើថាហាងណាដែលមាន system ហ្នឹងទៀតដូចជាថានេះដូច្នេះយើងអាចចូលទៅក្នុងហាងនោះហើយបន្តមកពេលដែលយើងទិញហើយពេលដែលទៅដល់កន្លែងទឹកនេះយើងអាចបង្ហាញ passport របស់យើងហើយទៅតាមអ្នកលក់ហើយពេលកន្លែងខ្លះនេះដែលខ្ញុំទៅសំខាន់ពេលយើងទិញគឺហាងខ្លះគឺគេនឹងគិតលុយយើងដកទៅលើ10%នឹងតែម្ដងប៉ុន្តែដូចជាកន្លែង department stores គឺអាចទាមទារឲ្យយើងទូទាត់ទៅលើថ្លៃពេញហើយឲ្យយើងទៅរកកន្លែងនៅមជ្ឈមណ្ឌលអតិថិជនគេនៅកន្លែងណាមួយដើម្បីយើងទទួលបានពីបានគុណត្រឡប់មកវិញហើយចំពោះបរិស័ទខ្ញុំផ្ទាល់ពេលខ្ញុំទៅទិញនោះគឺខ្ញុំអាចមើលនៅពេលដែលយើងទិញហើយជួនកាលគេប៉ុន្តែខាងខាងចាំប៉ុន្តែពេលនៅក្នុងកន្លែងគេគិតលុយមក counter គេគិតលុយនោះគឺគេមានមកទៅកន្លែងថា duty free ជាដើមអឺកន្លែងនេះយើងអាចទៅដល់គឺទៅដល់កន្លែងបន្ទាប់ពីជ្រើសរើសទំនិញដែលយើងចង់ទិញរួចហើយខ្ញុំក៏បានយកទំនិញនោះនៅកន្លែងក្នុងកន្លែង workshop ដោយសារតែពេលទៅដល់កន្លែងគិតលុយគាត់កន្លែងគាត់បានបង្ហាញថាយើងទៅកន្លែង workshop សិនអញ្ចឹងយើងត្រូវតម្រង់ជួរនៅក្នុងសម្រាប់បុគ្គលិកដែលគេយើង workshop នោះហើយបន្ទាប់មកគឺយើងអាចយកមកគិតលុយជាដើមឬមកគឺយើងអាចគិតលុយមួយហើយទៅឲ្យគេ workshop អាចអាស្រ័យទៅលើគោលការណ៍របស់ហាងនោះជាដើមដោយសារតែខ្ញុំទៅរយៈពេលខ្ញុំចេញមកឯងកន្លែងពេញតិចប៉ុន្តែគឺមានលក្ខណៈអញ្ចឹងគឺគេនឹងខ្ចប់ឲ្យហើយគឺឲ្យខ្ញុំបើកហាងប្រើប្រាស់នៅក្នុងប្រទេសជប៉ុនទេប៉ុន្តែដល់ពេលខ្ញុំដោយសារការសាជាផងដែរហើយខ្ញុំគិតថាទៅលើ important rule នោះគឺរបស់ប្រើប្រាស់មួយចំនួនដូចជាអាហារក៏រឿងcosmetics ឬទៅដល់រឿងថ្នាំ medicine ជាដើមអញ្ចឹងគឺត្រូវតែដាក់នៅក្នុងថង់មួយដែលគេស៊ីលដែលគេបិទចិត្តហើយអាចបើកបាននេះក៏ប្រើក្នុងប្រទេសជប៉ុនបាននេះខ្ញុំអត់ធ្វើសូមពីបើសិនជាប្រើគឺគេនឹងគិតពន្ធវិញយកចេញទៅប្រទេសជប៉ុនអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានធីមនេះពេលទៅលេងនៅប្រទេសជប៉ុនប៉ុន្តែអ្នកត្រៀមទៅលេងពេលនឹងអ្នកទៅលេងហើយមិនអាចចាប់អារម្មណ៍តែអាចចាប់អារម្មណ៍ទៅលើជំនាញផងដែរអ្នកទាំងអស់គ្នាយល់ថាវីដេអូនេះមានប្រយោជន៍ដល់អ្នកនរគ្នាសូមអ្នកនរគ្នាជួយចុចបេះដូងហើយនឹងជួយ share ព័ត៌មាននេះផងសូមអរគុណសូមអរគុណម្ដងទៀតសម្រាប់ការស្ដាប់ម្ដងតាមនេះហើយសុខសប្បាយអ្នកនរគ្នាសូមជួបគ្នាវីដេអូនៅក្រោយទៀត